តើមានអ្នកណានៅខាងក្រៅទេសៀវស៊ឺកំពុងត្រួតពិនិត្យការងារនៅការដ្ឋានសំណង់ខ្ញុំនឹងនាំអ្នកទៅជួបគាត់ក្នុងពេលឆាប់នេះការដ្ឋានសំណង់តើគាត់កំពុងសាងសង់ផ្ទះសំណាក់ថ្មីមួយទៀតមែនទេគាត់មែនទេគាត់កំពុងសាងសង់ផ្ទះការរបស់អ្នកបងស្រីតើគ្រួសារយើងមិនមានផ្ទះរស់នៅហើយទេតាផ្ទះចាស់នេះត្រូវបានបន្សល់ទុកដោយចាស់ទុំរបស់យើងស៊ឺនិងខ្ញុំធ្លាប់រស់នៅទីនេះហើយមានការស្រឡាញ់ចំពោះវាចំណែកខ្ញុំបារម្ភថាអ្នកនឹងមិនទម្លាប់រស់នៅទីនេះបងស្រីខ្ញុំស្ម័គ្រចិត្តរស់នៅជាមួយបងអរគុណបងស្រីដែលផ្ដល់តម្លៃឲ្យខ្ញុំខ្លាំងណាស់តាមពិតទៅគ្រាន់តែមានកន្លែងស្នាក់នៅលើនេះគឺគ្រប់គ្រាន់ហើយខ្ញុំមិនទាមទារអ្វីដែលខ្ជិះខ្ជាយឡើយជីវអ្នកត្រូវតែរំដោះខ្លួនចេញពីអារម្មណ៍ដែលថាខ្លួនឯងគ្មានតម្លៃដែលគ្រួសារបង្កើតរបស់អ្នកបានបណ្ដុះនៅក្នុងខ្លួនអ្នកឥឡូវនេះអ្នកបានចូលរួមជាមួយគ្រួសារជាងរបស់យើងហើយថ្ងៃខាងមុខនឹងក្លាយជាថ្ងៃល្អទាំងអស់បងស្រីចាប់តាំងពីម្ដាយខ្ញុំចែកឋានទៅគ្មានអ្នកណាផ្សេងល្អចំពោះខ្ញុំយ៉ាងនេះទេយកនេះទៅនៅខាងក្នុងនេះគឺជាកាដូជាសាច់ប្រាក់ចំនួន888,000នេះក៏ជាកាដូពីបងស្រីជូនអ្នកដែរទេបងស្រីខ្ញុំមិនអាចទទួលច្រើនបែបនេះបានទេតើអ្នកភ្លេចអ្វីដែលបងស្រីទើបតែប្រាប់អ្នកហើយមែនទេអ្នកភ្លេចម្ដងទៀតហើយមែនទេចាំទុកថាក្នុងនាមជាកូនប្រសាររបស់គ្រួសារជាងរបស់យើងអ្នកសឹមនឹងទទួលបានអ្វីដែលល្អទាំងអស់យកព្រមហើយខ្ញុំនឹងនាំអ្នកទៅរកសៀវស៊ឺហើយខណៈពេលកំពុងធ្វើដំណើរពួកយើងស្វែងយល់ពីភូមិពេញហាយរបស់យើងបណ្ដាលទៅចាតោះទៅដើរតាមផ្លូវនេះមកភូមិពេញហាយរបស់យើងបានអភិវឌ្ឍយ៉ាងល្អប្រសើរតើមានអ្នកណាម្នាក់ណែនាំការងារនេះទេតើនរណាជាថៅកែនៅពីក្រោយខ្នងឬជាអ្នកវិនិយោគថៅកែតែម្នាក់គត់គឺជានិស្សិតបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យតែម្នាក់គត់នៅក្នុងភូមិរបស់យើងគឺស្វាមីនាពេលអនាគតរបស់អ្នកជាងស៊ឺគាត់គឺជាអ្នកដែលបានចាប់ផ្ដើមរឿងទាំងអស់នេះមែនទេពិតប្រាកដណាស់វាមិនមែនត្រឹមតែផ្ទះសំណាក់ដែលអ្នកឃើញនោះទេប៉ុន្តែក៏មានរបបផ្សេងដូចជាការលក់គ្រឿងសមុទ្រឡាយផ្ទាល់និងសកម្មភាពកំសាន្តទេសចរជាក្រុមសៀវស៊ឺមានចំណែកចូលរួមទាំងអស់គឺគាត់ទាំងអស់មែនទេចុះតើគាត់ត្រូវមានទ្រព្យសម្បត្តិស្តុកស្តម្ភកម្រិតណាទៅត្រឹមតែ230,000 លានប៉ុណ្ណោះ230,000 លានបន្ថយសម្លេងបន្តិចមនុស្សខាងក្រៅមិនដឹងថាសៀវស៊ឺមកពីភូមិរបស់យើងដែលជាថៅកែនៅពីក្រោយខ្នងនោះទេជីវនៅពេលអ្នកត្រឡប់ទៅទីក្រុងវិញកុំប្រាប់អ្នកខាងក្រៅឲ្យសោះណាមិនគួរអួតទ្រព្យសម្បត្តិទេខ្ញុំដឹងហើយខ្ញុំយល់ហើយតោះទៅសៀវស៊ឺនៅទីនោះឯងនៅផ្ទះថ្មីខាងមុខនេះអរព្រះអើយខ្ញុំពិតជាបានជួបលៀបធំមែនប្រសិនបើជីយូរ៉ូដឹងថាគ្រួសារជាងមានទ្រព្យសម្បត្តិច្រើនយ៉ាងនេះនាងច្បាស់ជាមិនបង្ខំខ្ញុំឲ្យបដូរការរៀបការទេមែនទេតោះទៅសៀវស៊ឺខ្ញុំនាំជីវមកជួបអ្នកហើយមុខនេះខ្ញុំមានអារម្មណ៍ថាដូចជាធ្លាប់ឃើញនៅកន្លែងណាមួយពីមុនមកប្រយ័ត្នអរព្រះអើយនេះជាដៃគូរៀបការដ៏ល្អឥតខ្ចោះក្នុងជីវិតពិតមែនទេមានទ្រព្យសម្បត្តិសង្ហានិងទទួលបានជោគជ័យក្នុងអាជីពហើយចង្កេះរបស់គាត់រឹងមាំខ្លាំងណាស់គាត់ថែមទាំងមានសាច់ដុំពោះទៀតផងគាត់ពិតជាល្អឥតខ្ចោះពេកហើយអ្នកកំពុងហូរឈាមច្រមុះហើយពួកយើងនៅក្បែរសមុទ្រទីនេះវាមិនស្ងួតទេតើហេតុអ្វីបានជាអ្នកហូរឈាមច្រមុះតើអ្នករំភើបខ្លាំងពេកមែនទេនោះហើយជាមូលហេតុដែលខ្ញុំនិយាយថាសៀវស៊ឺរបស់យើងគឺជាកំឡោះសង្ហាប្រចាំភូមិកូនក្រមុំនាពេលអនាគតជួបគាត់ជាលើកដំបូងក៏ទប់អារម្មណ៍មិនជាប់ទៅហើយសៀវស៊ឺតើពេលណាទើបអ្នកអញ្ជើញពួកយើងទៅពិសាការរឿងនេះវាអាស្រ័យលើការចាត់ចែងរបស់បងស្រីខ្ញុំបាទគឺសួស្ដីខ្ញុំឈ្មោះជីឈីវសួស្ដីជំនាញរបស់ខ្ញុំនៅមហាវិទ្យាល័យគឺការរចនាទីធ្លាប្រសិនបើនៅក្នុងភូមិមានផ្ទះស្នាក់ឬទីធ្លាផ្សេងទៀតដែលត្រូវការការងាររចនាខ្ញុំអាចជួយបានខ្ញុំដឹងហើយអ្នកដឹងមែនទេនេះគឺជាប្រាក់រង្វាន់ដែលខ្ញុំឈ្នះពីការប្រកួតរចនាទីធ្លាអ្នកអាចយកវាទៅប្រើប្រាស់សិនទៅសៀវស៊ឺដឹងរឿងច្រើនណាស់អំពីជីឈីវវាទើបតែមានរយៈពេល6ឆ្នាំប៉ុណ្ណោះចាប់តាំងពីពួកយើងបានជួបគ្នាលើកចុងក្រោយហើយអ្វីបានជាអត្តចរិតរបស់អ្នកប្រែជីអ៊ីនខ្មាស់ទៅវិញជីឈីវមើលចុះសៀវស៊ឺយកចិត្តទុកដាក់ចំពោះអ្នកខ្លាំងណាស់
នេះគ្រាន់តែជាការជួបគ្នាលើកដំបូងរបស់អ្នកប៉ុណ្ណោះប៉ុន្តែហាក់បីដូចជាអ្នកធ្លាប់ស្គាល់គ្នាជាច្រើនឆ្នាំមកហើយដូចជាអ្នកស្គាល់គ្នាចាស់អញ្ចឹងចាំបន្តិចតើខ្ញុំធ្លាប់ឃើញមុខនេះនៅណាឲ្យប្រកាសពីមុនមកតើអាចមកពីការផ្សាយផ្ទាល់លើ Dayan ដែរឬទេខួរក្បាលដ៏ល្ងង់ខ្លៅនេះប្រញាប់គិតមើលខ្ញុំនឹងជ្រើសរើសថ្ងៃភ្លាមដើម្បីរៀបចំពិធីជប់លៀងអាពាហ៍ពិពាហ៍សម្រាប់អ្នកទាំងពីរជីវរាល់អ្វីទាំងអស់ដែលជាយូរ៉ូមានអ្នកនឹងមិនខ្វះខាតសូម្បីតែមួយមុខឡើយអរគុណបងស្រីជីយូរ៉ូប្រហែលជាមិនអាចនឹកស្មានដល់ឡើយសូម្បីតែនាងខំប្រឹងគិតយ៉ាងណាក៏ដោយថាខ្ញុំពិតជាអាចឆក់យកបានស្វាមីដ៏សង្ហានិងមានទ្រព្យសម្បត្តិស្តុកស្តម្ភបែបនេះមែនទេមេភូមិតើមានការអ្វីបានជាអញ្ជើញមកទីនេះយប់ជ្រៅម្ល៉េះដំណឹងល្អមានអ្នកធំម្នាក់នៅក្នុងទីក្រុងចង់មកជួបអ្នកពួកគេនិយាយថាចង់រៀនសូត្រពីអ្នកអំពីការអភិវឌ្ឍនិងការកែលម្អរមណីយដ្ឋានឡើងវិញតើពួកយើងមិនបានព្រមព្រៀងគ្នាកាលពីពេលនោះទេអីថាមិនត្រូវបង្ហើបពីអត្តសញ្ញាណរបស់សៀវស៊ឺទៅកាន់អ្នកខាងក្រៅប៉ុន្តែមុនពេលនោះតើអ្នកដែលចង់មកជួបគាត់មិនមែនសុទ្ធតែជាមនុស្សដែលមិនគួរឲ្យទុកចិត្តទេអីលើកនេះវាខុសពីមុនហើយឬគេនិយាយថានាយកប្រតិបត្តិគឺមកពីទីក្រុងហៃឈឹងដែលជាសហគ្រាសធំមួយក្នុងចំណោមសហគ្រាសកំពូលទាំង5កំពូលទាំង5ហើយមកពីហៃឈឹងមែនទេតើអាចជាចៅមីងស៊ួនទេគាត់មិនបានប្រាប់ច្បាស់លាស់ថានរណាឲ្យប្រកាសនោះទេគាត់គ្រាន់តែនិយាយថាចង់អភិវឌ្ឍរមណីយដ្ឋានថ្មីមួយប៉ុណ្ណោះព័ត៌មានលម្អិតនៃគម្រោងនេះត្រូវបានរក្សាទុកជាការសម្ងាត់ជាបណ្ដោះអាសន្នសៀវស៊ឺមើលចុះកាលពីដំបូងឡើយនៅពេលសៀវស៊ឺដឹកនាំអ្នកភូមិរបស់យើងដើម្បីកែលម្អភូមិពេញហើយឡើងវិញគឺដើម្បីធ្វើឲ្យអ្នកភូមិរបស់យើងកាន់តែល្អប្រសើរឡើងប្រសិនបើអ្នកស្រាប់តែចូលរួមក្នុងកិច្ចការងារនៅខាងក្រៅភូមិវិញមិនអីទេចឹងខ្ញុំយល់ពីអ្វីដែលអ្នកចង់មានន័យហើយបើដូច្នោះខ្ញុំនឹងផ្ដល់ចម្លើយតបទៅគាត់វិញភ្លាមលោកមេភូមិសូមរងចាំបន្តិចសិនតើមានការអ្វីដែលជីវប្អូនតើប្អូនចាប់អារម្មណ៍នឹងគម្រោងរមណីយដ្ឋាននេះមែនទេនេះពិតជាឱកាសថ្មីស្រឡាងមួយមែនខ្ញុំពិតជាចង់ឆ្លៀតឱកាសនេះដើម្បីចាប់ផ្ដើមពីចំណុច0ហើយរៀនសូត្រអំពីការគ្រប់គ្រងប្រតិបត្តិការរមណីយដ្ឋានទោះជាយ៉ាងណាក៏ដោយទោះបីជាខ្ញុំគិតអំពីវាពីជ្រុងរបស់អ្នកក៏ដោយក៏ខ្ញុំនៅតែគិតថាអ្នកគួរតែសាកល្បងវាដែរហេតុអ្វីទៅជីវមើលចុះកាលពីមុននៅពេលសៀវស៊ឺអភិវឌ្ឍភូមិពេញហើយគឺភាគច្រើនសម្រាប់អ្នកភូមិប៉ុន្តែឥឡូវនេះវាខុសគ្នាហើយសៀវស៊ឺមានបទពិសោធន៍ផ្ទាល់ខ្លួនហើយឥឡូវនេះក៏មានឱកាសដ៏ល្អឥតខ្ចោះសម្រាប់បទពិសោធន៍ជាក់ស្ដែងផងដែរខ្ញុំគិតថាគាត់គួរតែសាកល្បងវារឿងនេះសៀវស៊ឺយ៉ាងណាក៏ដោយពួកយើងទាំងអស់គ្នានឹងស្ដាប់តាមអ្នកយ៉ាងណាមិញអ្នកភូមិពេញហើយរបស់យើងត្រូវបាននាំទៅរកភាពរុងរឿងដោយសារអ្នកទោះបីជាអ្នកសម្រេចចិត្តបែបណាក៏ដោយពួកយើងគាំទ្រទាំងស្រុងគ្រាន់តែពិចារណាវាសម្រាប់ប្រយោជន៍ខ្លួនឯងផ្ទាល់ទៅយ៉ាងណាមិញឥឡូវនេះអ្នករកបានគ្រប់គ្រាន់ហើយប្រតិបត្តិការក្នុងភូមិឥឡូវនេះបានដំណើរការទៅយ៉ាងរលូនជាបណ្ដាហើយអ្នកមិនចាំបាច់ព្រួយបារម្ភច្រើនទៀតឡើយខ្ញុំគិតថាជីវនិយាយត្រូវហើយសឺបច្ចុប្បន្ននេះអ្នកមិនទាន់មានអាយុ30ឆ្នាំផងទេតើលើសពីនេះទៅទៀតអ្នកមានទេពកោសល្យដ៏អស្ចារ្យក្នុងការកែលម្អភូមិចាស់ឡើងវិញប្រសិនបើអ្នកមានសមត្ថភាពកុំលាក់បាំងអីចេញទៅក្រៅទៅហើយបង្ហាញឲ្យអ្នកដទៃបានឃើញផងប្រសិនបើទេពកោសល្យមិនត្រូវបានប្រើប្រាស់ជាញឹកញាប់ទេទេវតាអាចនឹងដកវាត្រឡប់ទៅវិញក៏ថាបានណាយល់ព្រមហើយបើដូច្នោះពួកយើងកំណត់ពេលវេលាជាមួយភីគីម្ខាងទៀតទៅភីគីម្ខាងទៀតមានការប្រញាប់ខ្លាំងណាស់ខ្ញុំនឹងជូនដំណឹងទៅពួកគេភ្លាមខ្ញុំត្រឡប់ទៅវិញមុនហើយចាមីងស៊ួនហាក់ដូចជាមានទូរស័ព្ទរបស់លោកមេភូមិមកអញ្ចឹងខ្ញុំកំពុងងូតទឹកឥឡូវនេះអូនប្រញាប់ទទួលវាទៅប្រហែលជាពួកគេចង់ឲ្យពួកយើងទៅទីនោះនៅថ្ងៃស្អែកចាអាឡូគឺខ្ញុំមេភូមិពេញហើយបាទសំឡេងទន់ភ្លន់បែបនេះហេតុអ្វីបានជាដូចសំឡេងរបស់ជីយូរ៉ូខ្លាំងម្ល៉េះស្វាមីរបស់ខ្ញុំកំពុងងូតទឹកលោកអាចប្រាប់ខ្ញុំពីអ្វីដែលលោកត្រូវការបានថៅកែនៅពីក្រោយភូមិពេញហើយរបស់យើងបានយល់ព្រមជួបនិងពិភាក្សាជាមួយស្វាមីរបស់អ្នកហើយចុះចុងសប្តាហ៍នេះយ៉ាងម៉េចដែរបើដូច្នោះពួកយើងកំណត់យកចុងសប្តាហ៍នេះចុះដល់ពេលនោះអ្នកអញ្ជើញមកភូមិពេញហើយដើម្បីស្វែងរកខ្ញុំនឹងនាំអ្នកទៅជួបថៅកែរបស់យើងចាល្អណាស់ខ្ញុំនឹងប្រាប់ស្វាមីរបស់ខ្ញុំភ្លាមមីងស៊ួនដំណឹងល្អណាស់បើដូច្នោះសម្រេចតាមនេះចុះខ្ញុំត្រឡប់ទៅវិញមុនហើយពិតមែនហើយសៀវស៊ឺបន្ទាប់ពីការរៀបការរបស់អ្នកត្រូវបានកំណត់ហើយអ្នកត្រូវតែប្រាប់ខ្ញុំឲ្យដឹងផងណាបាទខ្ញុំទៅសិនហើយ
ចម្លែកណាស់សំឡេងអំបញ្ញមិញនេះ